វាយខ្មែរឲ្យសន្លប់បាន100000បាតភ្លាមសូមបញ្ជាក់ SEA Games ឆ្នាំនេះមិនមែនត្រឹមតែជា SEA Games ធម្មតានោះទេគឺជាសង្គ្រាមដើម្បីកិត្តិយសកីឡាករថៃណាម្នាក់ដែលផ្ដួលកីឡាករកម្ពុជាឲ្យសន្លប់លោកផៃឡែកនឹងផ្ដល់ជារង្វាន់លើកទឹកចិត្ត100000បាតភ្លាមវាយខ្មែរឈ្នះដោយពិន្ទុលោកផៃឡែកនឹងផ្ដល់50000បាតភ្លាមសូមបញ្ជាក់គឺចំពោះតែកីឡាករខ្មែរតែប៉ុណ្ណោះសម្រាប់ប្រទេសដទៃទៀតគឺមិនពាក់ព័ន្ធនោះទេបាទពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមានព័ត៌មានពីរចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាទី1នោះគឺលោកផៃឡែកផ្ដល់រង្វាន់ទៅដល់កីឡាករថៃណាម្នាក់ដែលវាយកីឡាករខ្មែរឲ្យសន្លប់ដោយរូបលោកនឹងផ្ដល់ប្រាក់លើកទឹកចិត្ត100000បាតភ្លាមបាទហើយទី2គឺលោកប្រមផាត់បានប្រកាសប្រាប់ប្រជាជនថៃថាកម្ពុជាយើងរៀបចំ SEA Games គឺមានចិននៅពីក្រោយដូច្នេះហើយការរៀបចំប្រកាសជាស្អាតហើយចំណែកឯថៃគឺចាយលុយខ្លួនឯងដូច្នេះសូមគុំយកថៃទៅប្រៀបជាមួយនឹងកម្ពុជាឲ្យសោះព័ត៌មាននេះនឹងទៅជាយ៉ាងណាតោះពុកម៉ែបងប្អូនយើងទៅដឹងទាំងអស់គ្នាផៃលីកប្រកាសផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់អ្នកប្រដាល់ក្រុមជម្រើសជាតិថៃ100,000 បាតបើផ្ដួលដៃគូឲ្យសន្លប់និង50000 បាតបើឈ្នះដោយពិន្ទុសម្រាប់ការប្រកួតជាមួយកម្ពុជាក្នុងព្រឹត្តិការណ៍ SEA Games ឆ្នាំ2025សង្គ្រាមដើម្បីកិត្តិយសនៅថ្ងៃទី4ខែធ្នូឆ្នាំ2025លោកផៃលីកជាតំណាងរាស្ត្រខេត្តកំពែងពេជ្រមកពីគណៈបកខ្លាថាំក្នុងនាមជាប្រធានសមាគមកីឡា Kickboxing នៃប្រទេសថៃបានបង្ហាញសារប្រកាសតាម Facebook បង្ហាញពីភាពត្រៀមខ្លួនរួចជាស្រេចនឹងការបដិញ្ញាចិត្តក្នុងការជំរុញវិស័យ Kickboxing របស់ថៃទៅកាន់ឆាកអន្តរជាតិសមាគមកីឡា Kickboxing នៃប្រទេសថៃបានចាប់ដៃគ្នាជាមួយគណៈបកខ្លាថាំដែលកាលពីដើមឡើយបានគ្រោងនឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី12ខែធ្នូក៏ប៉ុន្តែដោយសារមានការផ្លាស់ប្ដូរទីតាំងពីខេត្តសួងខ្លាងមកដូច្នេះហើយនៅតែត្រូវរងចាំជូនដំណឹងថ្មីម្ដងទៀតពិតជាគួរឲ្យស្អប់ខ្លាំងមែនទែនពុកម៉ែបងប្អូនលោកផៃលិកស្រែកក្តីក្តីតាម social media របស់លោកគឺបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោកដោយបញ្ជាក់ប្រាប់ថាបើសិនជាកីឡាករ Kickboxing ថៃកីឡាករណាមួយអាចផ្ដួលកម្ពុជាឲ្យសន្លប់លោកនឹងជូនជាសគុណចំនួន100000 បាតគឺស្មើនឹង$3000 ជាង$3000 ជាងគិតឆ្លុយខ្មែរយើងគឺជាង10លានបាទជាង10លានរៀលតែបើសិនជាឈ្នះពិន្ទុគឺគាត់ជូន50000 បាតវាស្មើនឹង5-6លានពុកម៉ែបងប្អូនបាទបើគិតជាលុយខ្មែរបាទបងប្អូនគិតមើលទៅគេគំនុំជាមួយខ្មែរយើងខ្លាំងប៉ុណ្ណាគេស្អប់ខ្មែរយើងខ្លាំងមែនតើពុកម៉ែបងប្អូនរហូតដល់គេហ៊ាននិយាយថាបើសិនជាវាយឲ្យសន្លប់ហើយគេអត់បញ្ជាក់ថាកីឡាករណាទេគឺគេបញ្ជាក់ត្រឹមតែថាកីឡាករខ្មែរបាទពុកម៉ែបងប្អូនឲ្យតែខ្មែរសាសដតីគឺគេអត់ខ្វល់ទេគេអត់ពាក់ព័ន្ធទេតែបើសិនជាវាយខ្មែរឲ្យសន្លប់ពុកម៉ែបងប្អូនវាយខ្មែរអានេះគេបញ្ជាក់ថាខ្មែរមួយទេអ្នកផ្សេងគឺគេអត់រាប់ចូលទេកីឡាករឡាវមីយ៉ាន់ម៉ាឬក៏ថៃឬនឹងហើយឬក៏វៀតណាមឬក៏ម៉ាឡេស៊ីឥណ្ឌូនេស៊ីហ្វីលីពីនអីគឺគេអត់ខ្វល់ទេសំខាន់វាយខ្មែរសន្លប់បាន100000 បាតវាយឲ្យឈ្នះពិន្ទុបាន50000 បាតបាទវាយតែខ្មែរទេពុកម៉ែបងប្អូនបាទហើយយើងមើលឥឡូវយើងតទៅទៀតបងប្អូនបាទដែលបានចូលរួមគាំទ្រកីឡាករក្រុមជម្រើសជាតិថៃព្រមទាំងបានកំណត់រង្វាន់លើកទឹកចិត្តពិសេសសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ SEA Games ឆ្នាំ2025ដែលនឹងមានការប្រកួតដ៏ក្តៅគគុករវាងក្រុមជម្រើសជាតិថៃជាមួយនឹងក្រុមជម្រើសជាតិកម្ពុជាដោយលក្ខខណ្ឌនៃការផ្ដល់រង្វាន់មានដូចខាងក្រោមឈ្នះដោយការផ្ដួលឲ្យសន្លប់ទទួលបានប្រាក់ភ្លាមចំនួន100000 បាតបាទគឺទទួលបានភ្លាមតែម្ដងគឺ100000 បាតបើន័យថាផ្ដួលសន្លប់ភ្លាមគឺហុច100000 បាតភ្លាមពុកម៉ែបងប្អូនបាទឲ្យតែផ្ដួលកម្ពុជា Kickboxing 100,000 បាតគឺស្មើនឹង10លានជាងបាទ10លានជាងលុយខ្មែរយើងនឹងឈ្នះដោយពិន្ទុទទួលបាន50000 បាតភ្លាមណែពុកម៉ែបងប្អូនបាទ50000 បាតភ្លាមបើសិនជាឈ្នះភ្លាមគឺគេឲ្យលុយភ្លាមតែម្ដងបាទនេះគឺលោកផៃឡែកបាទលោកផៃឡែកលើកឡើងបាទលោកផៃឡែកបញ្ជាក់ទៀតថារង្វាន់ពិសេសនេះគឺផ្ដល់ជូនតែចំពោះការប្រកួតដែលក្រុមជម្រើសជាតិថៃជួបជាមួយនឹងកម្ពុជាតែប៉ុណ្ណោះបាទគឺមិនពាក់ព័ន្ធជាមួយនឹងប្រទេសដទៃទេគឺត្រឹមតែកម្ពុជាប៉ុណ្ណោះពុកម៉ែបងប្អូនបាទស្ដាប់ឲ្យបានគឺត្រឹមតែកម្ពុជាប៉ុណ្ណោះហើយលោកក៏បានសង្កត់ធ្ងន់ថាការប្រកួតលើកនេះមិនមែនគ្រាន់តែជាវេទិកាកីឡាប៉ុណ្ណោះទេប៉ុន្តែជាសមរភូមិដើម្បីកិត្តិយសរបស់កីឡាករថៃនិងអ្នកគាំទ្រក
កីឡាទូទាំងប្រទេសគឺបើន័យថាការប្រកួតនេះគឺគេមិនត្រឹមតែជាការប្រកួតជាកីឡា SEA Games តែប៉ុណ្្នឹងទេគឺគេប្រកួតហាក់បីដូចជាសង្គ្រាមអញ្ចឹងពុកម៉ែបងប្អូនបាទដោយសារតែគេស្អប់កម្ពុជាយើងខ្លាំងមែនតើស្អប់ក៏ស្អប់ចុះពុកម៉ែបងប្អូនបាទហើយយើងមើលទៅ SEA Games ទៅដឹងហើយ SEA Games កម្ពុជាយើងរៀបចំមកមិន SEA Games កម្ពុជាយើងរៀបចំមកគឺថា perfect មែនតើពុកម៉ែបងប្អូនគឺថាល្អមែនតើមិនដូចខាងថៃដាច់ក្បាលដាច់កន្ទុយប៉ាណូទៅនៅសតតា sponsor ទេហើយប៉ាណូប្រើ AI ទៀតពុកម៉ែបងប្អូនខ្មាស់គេប្រទេសអ្នកមានធ្វើអីចរិតចឹង deal ខ្មែរសិតតែក្រមមកប្រទេស deal ខ្មែរសិតតែអ្នកសុំទានកន្លះប្រទេសមិនហើយប្រទេសអ្នកមានមិនរៀបចំដូចអាចចឹងប្រទេសអ្នកមានរៀបចំអន់ជាងពីសម្រាមទៀតពុកម៉ែបងប្អូនបាទមកកម្ពុជាកន្លែងគេរៀបចំស្អាតប៉ុណ្ណានៃវាអត់ទៅថតវាទៅថតកន្លែងហាលខោអាវកន្លែងចោលសម្រាមទូចមួយនៅខាងក្រោយឆាកចងាយណានៃពុកម៉ែបងប្អូនបាទគិតមើលទៅចរិតរបស់ពួកវាដល់ទៅពេលឥឡូវនេះដល់ពេលវារៀបចំ SEA Games ម្ដងពុកម៉ែបងប្អូនហើយនិយាយពីថាអន់លំដាប់អន់មិនដែលឃើញប្រទេសណាអន់ដល់ថ្នាក់ហ្នឹងទេប្រទេសនេះមានមិនក៏អន់អញ្ចឹងអន់មែនតើណាពុកម៉ែបងប្អូនអត់លុយមែនខ្លួនឯងអត់លុយទេប៉ុន្តែធ្វើចរិតអ្នកមានអានេះលក្ខណៈថាក្រទេតែធ្វើអ្នកមានដល់ពេលជាក់ស្ដែងមែនអីរៀបចំអត់កើតផងហ្នឹងពុកម៉ែបងប្អូនបាទបានត្រឹមតែ deal គេបាទកីឡាករគឺជាធម្មពលនៃសាមគ្គីភាពប៉ុន្តែលើកនេះសូមចាត់ទុកជាករណីពិសេសដើម្បីឲ្យឈាមអ្នកប្រយុទ្ធថៃឆេះឈួលម្ដងទៀតប្រយុទ្ធឲ្យអស់ពីសមត្ថភាពបញ្ឈប់នៅត្រឹមពួលឲ្យសន្លប់ដើម្បីកិត្តិយសថៃដើម្បីជ័យជំនះរបស់ប្រជាជនទាំងប្រទេសបាទទូទាំងប្រទេសពុកម៉ែបងប្អូនគឺគេមិនត្រឹមតែប្រយុទ្ធជាការប្រយុទ្ធធម្មតាទេគឺគេប្រយុទ្ធលក្ខណៈដូចចង់ស៊ីសាច់ហត់ឈាមអញ្ចឹងគេព្យាយាមបញ្ឆេះកីឡាកររបស់គេពុកម៉ែបងប្អូនបាទបើសិនជាកម្ពុជាយើងឈ្នះអំឡុងពេលហ្នឹងមែនណាពុកម៉ែបងប្អូនអើយមិនដឹងថាថៃយកមុខទៅទុកឯណាទេលោកអើយទុកក្នុងក្តិតខោក៏មិនដឹងលាកចិត្តដឹងអត់ទេលោកអើយស្រែកក្តែងនៅលទ្ធផលចុងក្រោយចាញ់ណាពុកម៉ែបងប្អូនខ្មាស់គេណាខ្មាស់គេមែនតើបាទឥឡូវនេះយើងទៅមើលព័ត៌មានទី2ពុកម៉ែបងប្អូនបាទលោកធម្មណាត់តើលោកធម្មណាត់បានលើកឡើងអ្វីខ្លះចំពោះបញ្ហារឿង SEA Games ដែលរៀបចំដូចអាចតោះពុកម៉ែបងប្អូនធម្មណាត់បញ្ជាឲ្យពន្លឿនការដោះស្រាយបញ្ហាការរៀបចំ SEA Games អំពាវនាវកុំឲ្យវាយប្រហារអ្នកធ្វើការនិងកុំប្រៀបធៀបជាមួយកម្ពុជាណាពុកម៉ែបងប្អូនលោកធម្មណាត់គេចេញសេចក្តីប្រកាសថាសូមកុំឲ្យវាយប្រហារអានេះលក្ខណៈដូចជាលុតជង្គង់អង្វរលុនទូសុំកុំឲ្យប្រជាជនថៃនឹងវាយប្រហារហើយកុំឲ្យប្រជាជនថៃនឹងយក SEA Games ថៃបច្ចុប្បន្ននេះទៅប្រៀបធៀបជាមួយនឹងកម្ពុជាអីព្រោះក្នុង comment ណាពុកម៉ែបងប្អូនចូលទៅមើលក្នុង comment ជនជាតិថៃវាយប្រហារខ្លាំងមែនតើពុកម៉ែបងប្អូនបាទដោយសារតែការរៀបចំ SEA Games នឹងអន់លំដាប់អន់ណាពុកម៉ែបងប្អូនប្រទេសអ្នកមានគឺអន់មែនតើរៀបចំអន់ស្ទើរតែថារលេខដាក់គ្មានណាពុកម៉ែបងប្អូនបាទលោកវិរៈស្នេហ៍ឯកធម្មនុនព្រំផាត់ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការកីឡាជាតិនៃប្រទេសថៃឬក៏ SAT បានអញ្ជើញចុះត្រួតពិនិត្យនិងផ្ដល់កម្លាំងចិត្តដល់ក្រុមអត្តពលិក SEA Games លើកទី33ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សហគមន៍កីឡាផ្លូវទឹកថៃក្នុងអត្តពលិកកំពុងប្រមូលផ្ដុំហ្វឹកហាត់នៅអាងហែលទឹក SAT ស្ថិតនៅតំបន់ហួម៉ាក់កាលពីល្ងាចថ្ងៃទី4ខែធ្នូវត្តមានទទួលស្វាគមន៍រួមមានលោកអត្តកនសិរិលក្ខយកនរដ្ឋមន្ត្រីក្រសួងទេសចរនិងកីឡាលោកព្រីតឆាឡាលុនអនុប្រធាន SAT ទទួលបន្ទុកកីឡាករឆ្នើមនិងវិទ្យាសាស្ត្រកីឡាលោកស្រីរតប្រាន់សមាមិត្តអនុអភិបាល SAT ទទួលបន្ទុកកីឡាអាជីពនិងកីឡាប្រដាល់នាយឧត្តមសេនីយ៍សុផលច័ន្ទផនអនុប្រធានសហគមន៍កីឡាផ្លូវទឹកឧត្តមសេនីយ៍ត្រីបណ្ឌិតថានុនសែងណាក់អនុប្រធានសមាគមកីឡាផ្លូវទឹកលោកធម្មវិទ្យធូសកុលអគ្គលេខាធិការសមាគមលោកសាស្ត្រាចារ្យរងមណភូឡាំនាយកការិយាល័យសហគមន៍ក្នុងនោះលោកវិរៈស្នេហ៍ឯកព្រំផាត់បានដើរត្រួតពិនិត្យអាងហែលទឹករបស់សាទនឹងSAT ដែលត្រូវបានជួសជុលនិងសាងសង់ឡើងវិញមួយផ្នែកដោយប្រើប្រាស់ថវិកាសរុប300លានបាតជាមួយគ្នានេះលោកក៏បានប្រគល់អាហារនិងផ្លែឈើដើម្បីជាការលើកទឹកចិត្ត
និងផ្ដល់កម្លាំងចិត្តដល់ក្រុមអត្តពលិកហែលទឹកម៉ារ៉ាតុងនិងហែលទឹកលីឡាផងដែរលោកវិរៈសេនីយ៍ឯកព្រមផាត់បានថ្លែងអំពីបញ្ហាចម្រូងចម្រាសនានានៅក្នុងព្រឹត្តិការណ៍ SEA Games លើកទី33នេះថាដោយសារខ្ញុំមានបេសកកម្មជួយសង្គ្រាមទឹកជំនន់នៅក្រុងហានយ៉ៃខេត្តសង្ខ្លាងខ្ញុំក៏បានចាត់តាំងលោកអដ្ឋកនរដ្ឋមន្ត្រីក្រសួងទេសចរនិងកីឡាទទួលបន្ទុកត្រួតពិនិត្យជំនួសខ្ញុំក៏បានសួររដ្ឋមន្ត្រីដែរថាតើបញ្ហាកើតឡើងពីអ្វីបញ្ហាទាំងនេះយើងនឹងយកមកធ្វើជាមេរៀនប៉ុន្តែខ្ញុំសូមជម្រាបលោកដោយស្មោះត្រង់ថាការចូលរួមធ្វើការបន្តពីរដ្ឋាភិបាលចាស់យើងក៏បានរកឃើញបញ្ហាស្រាប់ហើយមិនថាតែរឿងថវិកាដែលសមាគមកីឡានីមួយៗទទួលបាននោះទេហើយខ្ញុំក៏បានដោះស្រាយបញ្ហាទាំងនេះជានិច្ចផងដែរឃើញថាថៃគេព្យាយាមរុញពុកម៉ែបងប្អូនរុញកំហុសពីម្នាក់ទៅម្នាក់អនុทิនរុញមកខាងក្រសួងការបរទេសរុញទៅខាងកងទ័ពអាហ្នឹងបើរឿងព្រំដែនដែលងាកមករឿង SEA Games នេះវិញលោកប្រមផាត់រុញមកលោកឋានថកនហើយលោកឋានថកនរុញទៅថ្នាក់ក្រមបន្តទៀតគឺព្យាយាមកិច្ចមែនតែនពុកម៉ែបងប្អូនម្នាក់ពីម្នាក់ទៅម្នាក់គឺកិច្ចខ្លាំងមែនតែនលោកវិរៈសេនីយ៍ឯកព្រមផាត់បានថ្លែងបន្ថែមទៀតថាចំពោះការធ្វើជាម្ចាស់ផ្ទះ SEA Games ដែលយើងនៅសល់តែមិនដល់2ខែទៀតនេះយើងកំពុងព្យាយាមធ្វើឲ្យបានល្អបំផុតប៉ុន្តែខ្ញុំមានភាពជឿជាក់ថាក្រោយថ្ងៃទី9ខែធ្នូអ្វីនឹងមានសណ្ដាប់ធ្នាប់ល្អប្រសើររីឯបញ្ហាភាពមិនទាន់រួចរាល់កាលពីម្សិលមិញចំពោះការប្រកួតបាល់ទាត់បុរសដំបូងយើងត្រូវធ្វើការកែតម្រូវសូមរងចាំមើលនៅថ្ងៃទី9ខែធ្នូនេះខ្ញុំចង់ឲ្យបងប្អូនជនជាតិថៃជួយផ្ដល់កម្លាំងចិត្តដល់អ្នកដែលកំពុងបំពេញការងារពេលនេះសូម្បីតែពិធីបើកក៏មិនទាន់មកដល់ផងតែបែរជាមានការវាយប្រហារទៅលើមន្ត្រីដែលកំពុងធ្វើការទៅវិញខណៈពេលដែលសាទក៏កំពុងធ្វើការងារយ៉ាងសកម្មបំផុតក្រោមការផ្លាស់ប្ដូររបស់រដ្ឋាភិបាលលោកវិរៈសេនីយ៍ឯកព្រមផាត់បានថ្លែងបន្តទៀតថារីឯអ្នកដែលមិនដឹងការពិតថា SEA Games ឆ្នាំ2023នៅកម្ពុជាជាម្ចាស់ផ្ទះគឺអ្នកណាជាអ្នករៀបចំពីក្រោយខ្នងនោះដូច្នេះហើយភាពអស្ចារ្យនៃពន្លឺសម្លេងនិងឆាកនោះខ្ញុំសូមតែជម្រាបថាប្រទេសចិនគឺជាអ្នកផ្ដល់មូលនិធិសម្រាប់រៀបចំប៉ុន្តែប្រទេសថៃរៀបចំដោយខ្លួនឯងក្រោមការគ្រប់គ្រងរបស់ខ្ញុំខ្លួនឯងប្រទេសអ្នកមានអីមិនក៏មកនិយាយចឹងហើយដឹងច្បាស់ម៉ែថាគេមានចិននៅពីក្រោយបាទទោះបីជាគេមានចិនមានអាមេរិកមានម៉ាឡេស៊ីឥណ្ឌូនេស៊ីសិង្ហបុរីស្អីនៅពីក្រោយក៏ជារឿងរបស់គេក៏ប៉ុន្តែអ្វីដែលគេបង្ហាញលើឆាកអន្តរជាតិគឺជាអ្វីដែលជារបស់ខ្មែរអ្វីដែលជាខ្មែរបានបង្កើតឡើងតាំងពីបរមបុរាណតាំងពីសម័យខ្មែរនៅអង្គរសម័យចេនឡាសម័យចេនឡាដីទឹកចេនឡាដីគោកមកម្លេះហើយថៃមានស្អីបង្ហាញមានស្អីជារបស់ផ្ទាល់ខ្លួនអត់មានតែប្រាសាទតាទាហ្នឹងមែនចង់យកប្រាសាទតាទាទៅបង្ហាញគេហ្នឹងមែនដូចរបស់គេបានប្រមាណយកទៅបង្ហាញហ្នឹងគូពីរបស់គេបានប្រមាណយកទៅបង្ហាញហ្នឹងមិនក៏ហាក់បីដូចជាមើងងាយគេម្ល៉េះឯខ្លួនឯងស្រែកក្តែងថាប្រទេសខ្លួនឯងជាប្រទេសអ្នកមានអីស្រែកក្តែងថាប្រទេសគេហ្នឹងអ្នកសុំទានកន្លះប្រទេសអីមិនក៏រៀបចំអត់បានប្រហែលគេអញ្ចឹងណែលោកបើថារៀបចំអត់បានប្រហែលគេកុំមូលប្រកាច់មូលប្រខូចគេអញ្ចឹងបើថារៀបចំអត់បានប្រហែលគេព្យាយាមរៀបចំទៅមិនបាច់មូលប្រកាច់គេអញ្ចឹងទេបាទពុកម៉ែបងប្អូនតោះយើងបន្តទៅទៀតខ្ញុំបានប្រើប្រាស់បុគ្គលិកកម្រិតអាជីពដើម្បីធ្វើការនេះហើយត្រូវតែល្អបំផុតក៏ប៉ុន្តែការប្រៀបធៀបជាមួយកម្ពុជាដែលមានប្រទេសចិននៅពីក្រោយខ្នងយើងក៏ត្រូវតែទទួលស្គាល់ដែរពីព្រោះប្រទេសចិនធ្លាប់រៀបចំព្រឹត្តិការណ៍អូឡ িম্প ពិករួចមកហើយដូច្នេះការផ្សព្វផ្សាយព័ត៌មានក៏សូមឲ្យផ្សាយនៅការពិតថាតើអ្នកណាជាអ្នកនៅពីក្រោយខ្នងរបស់កម្ពុជាណាក៏អ្នកណាទៅសំខាន់កម្ពុជាគេរៀបចំចេញមកបានស្អាតគេធ្វើចេញមកគឺលក្ខណៈថាជាប្រទេសមួយដែលមានវប្បធម៌អរិយធម៌ដ៏ចំណាស់មានវប្បធម៌អរិយធម៌ជារបស់ផ្ទាល់ខ្លួនមិនមែនកូពីមិនមែនលួចមិនមែនឆក់ប្លន់ធ្វើជាចោលដូចជាថៃទេបើថៃខ្លួនឯងធ្វើមិនបានដូចគេទេកុំមូលប្រកាច់បង្ខូចគេអីព្យាយាមធ្វើតែរបស់ខ្លួនឯងទៅតែយូរទៅមានអារម្មណ៍ថាចង់ក្តៅលឹកជាដែរពុកម៉ែបងប្អូនបាទ
បាទព័ត៌មាននេះគឺមានតែប៉ុណ្ណឹងពុកម៉ែបងប្អូនបាទហើយបើសិនជាមានព័ត៌មានផ្សេងទៀតខ្ញុំនឹងបកប្រែជូនពុកម៉ែបងប្អូនតាមដានបន្តទៀតបាទ